tôi đừng rấy lôi mà lúc sau là có hai mẹ không ai biểu ngồi chừng ai ăn cho thế cái có con chị áo cái mang thân lại là tùy rồi ai làm bông chuyện đẹp cái bông cô anh sẽ ấy áo tùy cha na mấy cái mình sẽ co mà mình sẽ co trong nhà cả thằng ai hơi chỉ con nuôi chân mà bán đi một sai các thì choបាទបងប្អូនទាំងអស់គ្នានេះជាសកម្មភាពចោលស្រីឬក៏អាចថាជាជនបន្លំដែលគាត់ចូលមកទិញអីវ៉ាន់នៅក្នុងហាងរបស់ខ្ញុំហើយគាត់បានបន្លំ QR code បានន័យថាបន្លំបាញ់លុយជូនខ្ញុំហើយព្រោះដោយសារតែយើងវាមានខាងធនាគារក៏សុំដាក់ QR code 2 3ស្ថាប័នចូលគ្នាអញ្ចឹងគាត់ក៏យកលេសមួយថាឲ្យមិត្តភក្តិគាត់ហ្នឹងគឺបាញ់លុយមក account របស់ខ្ញុំហ្នឹងហើយក៏បងអូនខ្ញុំដែលគាត់ជាអ្នកលក់នៅទីនោះបានន័យថាគាត់អត់ដឹងរឿងអត់ដឹងថាជាការខ្លាយបន្លំអញ្ចឹងណាគាត់យកពេលឈរ edit ឈរអីហ្នឹងមកសតុះហើយមុខមាត់ស្អាតបាតដែរបងប្អូនប៉ុន្តែប្រព្រឹត្តទង្វើដែលគំរក់ឬក៏ជាទង្វើមួយដែលសង្គមស្អប់ខ្ពើមហើយនេះក៏ជាសារមួយដាស់តឿនទៅបងប្អូនទាំងអស់គ្នាដែលជាអ្នករស់ស៊ីនៅតំបន់ផ្លូវ240ហើយតំបន់ចិត្តវាំងហើយក៏អាចជំរាបបងប្អូនទាំងអស់គ្នាដែលនៅរាជធានីភ្នំពេញជួយចំណាំមុខចោលស្រីមួយនេះផងឬក៏ជន់ឆោបោកមួយនេះផងបាទហើយនេះហើយជាសកម្មភាពដែលកំពុងខ្លាយបំឡំមើលឆ្វេងមើលស្ដាំមិនដឹងថាគាត់បានឃើញថាហាងខ្ញុំមានកាមេរ៉ាឬក៏អត់ទេប៉ុន្តែគាត់យកលេខកូដនៅក្នុង QR របស់ខ្ញុំយកទៅ edit បន្ថែមនោះមើលដៃបងប្អូនចុចនឹងឆ្មាញ់តែម្ដងបានន័យថាគាត់អត់បានខ្វាយខ្វល់ជាមួយនឹងកាមេរ៉ានៅជុំវិញឬក៏អ្នកនេះទេគាត់ដឹងតែមួយថាគឺ edit ធម្មតាអ្នកលក់ឲ្យខ្ញុំបងប្អូនស្រីខ្ញុំហ្នឹងគាត់គ្នាក៏មិនសូវចេះមើលអីហ្មងដែរគ្នាគ្រាន់តែដឹងថាពេលដែលភ្ញៀវបាញ់លុយមកគ្នាថតហ្នឹងគឺខ្ញុំក៏ចាប់អារម្មណ៍មួយថាទី1អត់ load notification ចូលខ្ញុំទី2ទៀតក៏សុំដកលុយបន្ថែម$18បន្ថែមទៀតថ្លៃអីវ៉ាន់អស់$12ប៉ុន្តែក៏សុំដក$18ដើម្បីដកលើសអញ្ចឹងហើយជាចំណុចមួយដែលខ្ញុំក៏សង្កត់ថាគាត់ជាជនបោកប្រាស់ហ្នឹងហើយបងប្អូនឃើញកំពង់ដៃនឹងឆ្មាញ់ហ្មងបងប្អូនស៊ូមចុះស៊ូមឡើងហើយបងប្អូនស្រីខ្ញុំក៏អត់ចាប់អារម្មណ៍ទេហើយគាត់យកលេសមួយថាចេះថាឲ្យមិត្តភក្តិគាត់ហ្នឹងបាញ់លុយឲ្យបងប្អូនខ្ញុំទាំងកង់ AC Lida ប៉ុន្តែដាក់ logo ABA នេះវាជាចំណុចមួយដែលខ្ញុំក៏សង្កត់ហើយក៏ជាចំណុចមួយដែលយើងត្រូវប្រឈមទាំងអស់គ្នាអញ្ចឹងសារមួយនេះក៏ជាការដាស់តឿនទៅបងប្អូនទាំងអស់គ្នាហើយកុំឲ្យចាញ់បោកដូចពួកខ្ញុំព្រោះធ្វើម៉េចពួកខ្ញុំវាបានជាខុសទៅហើយអញ្ចឹងយើងអាចគាត់ថាអាចនិយាយបានមួយទៀតថាវាទៅជាលើកដំបូងសម្រាប់ពួកខ្ញុំដែរគឺយើងអាចជួបទេយើងតែងតែជួបដងនៅតាមវីដេអូនៅក្នុងអនឡាញដែលបងប្អូនយើងចែករំលែកនៅក្នុងការទិញពី page ឬក៏អីមួយនៅក្នុងការ edit នៅក្នុងការអីមួយប៉ុន្តែនេះវា edit ភ្លាមតែម្ដងបងប្អូន edit ភ្លាមតែម្ដងហើយខ្លួនមុខមាត់ស្អាតបាតមានដៃមានជើងដែរតែធ្វើទង្វើដល់គំរក់នៃសង្គមហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចាំមុខមនុស្សស្រីម្នាក់នេះទុកដើម្បីជាការប្រយ័ត្នទាំងអស់គ្នាហើយក៏ជាការមួយអាចដឹងថាបើសិនជាមានប៉ូលីសឬក៏មានស្ថាប័នណាមួយនៅចិត្តអាចហៅយកមកអប់រំបានហើយខ្ញុំក៏តាមស្វែងរកគាត់នឹងដែរបើសិនជាឃើញបងប្អូនជួយប្រាប់ខ្ញុំផងបាទហើយដូចជាបងប្អូនបានដឹងហើយថាខ្ញុំមួយរយៈមុនតែមានបញ្ហាចោលលួចកោះទ្វារឥឡូវមកមានបញ្ហាមួយទៀតម្នាក់ស្រីនេះគាត់ចូលមកបន្លំនៃ QR code វាអត់ច្រើនទេបងប្អូនត្រឹមតែ$18ហើយនឹងអាវមួយទេប៉ុន្តែអ្វីដែលពួកខ្ញុំស្ដាយបំផុតគឺគាត់នាំតែក្មេងស្រីម្នាក់ដែលអត់ដឹងខ្យល់អីនោះមកមួយទៀតដែលគេហៅថាក្មេងស្រីតែកំពុងតែលូតលាស់ឬក៏សិក្សាណាមករៀនឆោបោកឬក៏រៀនបោកតាមគាត់នេះជាទង្វើអសិលធម៌មួយសម្រាប់មនុស្សស្រីម្នាក់នេះដែលគាត់នាំទាំងក្មេងមកបោកយើងហើយគាត់
bọc dương rồi mình nhợt vậy thoáng tới dương miên camera son kháng quạt khơi hơi mình nãy quạt nơi ta mình khai chấn bông ôn của dương cua ta bây giờ tặng ở cái hay sừng khâm tha ní chỉ xa chạy lệ từ bông ôn tặng ở cái nhóm ăn miên ấy thế miên tập biệt ở côn và sân chỉ bông ôn man khơi mà nè nắng từ cả ban chập quạt vô tạo room và sân chỉ khơi quạt nơi cái này nam mùi ở côn bàn